ដី fan នៅក្នុង Facebook ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបានមកមើលនេះទស្សនវិជ្ជាដីឆេះនៅភូមិកំពង់ឫស្សីឃុំជ្រោយទី 1 ស្រុកត្បូងឃ្មុំខេត្តកំពង់ឃ្មុំដែលនៅភូមិស្រុករបស់នាងខ្ញុំផ្ទាល់ចានេះគឺជាទស្សនវិជ្ជាដីឆេះចាសូមបងប្អូនប្រុសសូមកេះតិចតិចមកឥឡូវទាំងអស់គ្នាចាំមើលទាំងអស់គ្នាណា 1 2 3 ចាជឿអត់ប្រិមិត្តនេះខ្ញុំធ្លាប់ថាធ្លាប់តែឃើញចង់និយាយថាអត់ដែរជឿធ្លាប់តែឮគេនិយាយតែឥឡូវបានមកឃើញផ្ទាល់ខ្លួនឯងហើយឥឡូវអូនអាចដាក់ខាងក្រោមទៀតបានទេចាឃើញអត់នេះប្រិមិត្តឃើញអត់ឆេះមែនហើយទាំងអស់គ្នាជឿអត់ជឿចារូបភាពនេះគឺនៅភូមិកំពង់ឫស្សីផ្ទាល់តែម្ដងចាទស្សនវិជ្ជានេះគឺកម្របានឃើញណាព្រោះថាប្រទេសកម្ពុជាគឺកម្រមានដីជាតិហ្គាសដែលអាចឆេះភ្លើងបានណាហើយភូមិនៅខ្ញុំគឺមានហ្គាសចាប់ពីថ្ងៃហ្នឹងទៅហ្គាសនេះគឺអាចដាំបាយបានចម្អិនអាហារបើសិនមានប្រជាជនណាត្រូវការមកដាំបាយអីឡើងអាំងសាច់អីបានណាចានេះគឺជាទស្សនវិជ្ជាដ៏កម្រមើលឃើញដីពុះអីពេលមិត្តសុំអុចម្ដងទៀតអុចខាងក្រោមម្ដងទៀតចាអូពិតជាមានហ្គាសជាតិហ្គាសពិតមែនចាអូនេះចាជឿអីចាសូមអរគុណសូមសារវីដេអូនេះទាំងអស់គ្នាផងណា